សូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់ជាទីមេត្រីលំដាប់តទៅនេះខ្ញុំបាទសូមលើកយកនៅព័ត៌មានដ៏សំខាន់ដែលដកស្រង់ចេញពីទំព័រកាសែតធំមកជូនបងប្អូនជាទីសន្តាប់ការស្លៀកពាក់សិចស៊ីជាហេតុនាំឲ្យមានអំពើរំលោភបំពានរាងកាយឬផ្លូវភេទអ្នកជំនាញធ្វើការជាមួយជនរងគ្រោះរំលោភសេពសន្តិវៈអំពីវិនិយោគដល់សាធារណជនពិសេសស្ត្រីគ្រប់រូបកុំឲ្យស្លៀកពាក់សិចស៊ីពេកដោយចាត់ទុករូបភាពទាំងនោះថាជាផ្នែកមួយដែលនាំឲ្យមានកំណើននៃការរំលោភសេពសន្តិវៈលើកុមារចំណុចនេះអ្នកជំនាញសិទ្ធិមនុស្សមិនយល់ស្របក្នុងការដាក់បន្ទុកលើការស្លៀកពាក់របស់ស្ត្រីឡើយហើយទាមទារឲ្យពង្រឹងការអនុវត្តច្បាប់គោលនយោបាយភូមិឃុំសុវត្ថិភាពនិងអប់រំផ្នែកសិលធម៌សុជីវធម៌សិទ្ធិមនុស្សផ្លូវភេទជាដើមអ្នកស្រីមុំសូម៉ាលីប្រធានអង្គការ AFE-SIP Cambodia សង្កេតឃើញថាក្នុងមួយរយៈចុងក្រោយនេះចំនួនជនរងគ្រោះដោយការរំលោភសេពសន្តិវៈមានការកើនឡើងគួរឲ្យកត់សម្គាល់យ៉ាងណាក្តីអ្នកស្រីពុំមានទិន្នន័យជាក់លាក់ឡើយដោយគ្រាន់តែបានជួបផ្ទាល់និងជួយគាំទ្រដល់ជនរងគ្រោះលើសពីនេះក៏បានសួរនាំជនរងសាយខ្លះដែរពីដើមហេតុដែលនាំឲ្យប្រព្រឹត្តបទល្មើសជនល្មើសភាគច្រើនសារភាពថាបានមើលរូបសិចស៊ីឬអាហារភាសខណៈពេលដែលពួកគេស្រវឹងស្រាហើយខ្លះញៀននឹងគ្រឿងញៀនទើបនាំឲ្យពួកគេប្រព្រឹត្តបទល្មើសរំលោភសេពសន្តិវៈទៅលើក្មេងៗដែលនៅក្បែរពួកគេដែលខ្លះជាសាច់ញាតិឬជាកូនបង្កើតនៅពេលមានឱកាសពេលក្មេងនៅម្នាក់ឯងឬកន្លែងស្ងាត់អ្នកស្រីមុំសូម៉ាលីលើកឡើងបែបនេះហើយអ្នកស្រីក៏ចេញសារលើបណ្ដាញសង្គមសំណូមពរកុំឲ្យមានការស្លៀកពាក់សិចស៊ីហួសហេតុពេកដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតនាំឲ្យកើនបទល្មើសរំលោភសេពសន្តិវៈអ្នកស្រីម៉ៅម៉ាប់ជានាយិកាអង្គការក្លាហានក៏សង្កេតឃើញករណីរំលោភបំពាននៅតែបន្តកើតមានដែរពិសេសផ្អែកតាមរបាយការណ៍របស់អង្គការដៃគូដែលធ្វើការងារនិងផ្តល់សេវាគាំទ្រដោយផ្ទាល់ដល់ជនរងគ្រោះអំពើហិង្សាទាក់ទងនឹង gender និងការផ្សព្វផ្សាយអំពីករណីរំលោភសេពសន្តិវៈនៅតាមប្រព័ន្ធបណ្ដាញសង្គមនាពេលកន្លងមកលើសពីនេះជនរងគ្រោះខ្លះត្រូវបានសម្លាប់ទៀតហេតុនេះនាយិកាអង្គការក្លាហានមានការព្រួយបារម្ភយ៉ាងខ្លាំងការបន្តកើតមានរំលោភបំពានអ្នកស្រីម៉ៅម៉ាប់យល់ឃើញថាវាអាចបណ្ដាលមកពីកត្តាជាច្រើនមានការអនុវត្តច្បាប់មិនទាន់តឹងរ៉ឹងដោយមានខ្លះជនប្រព្រឹត្តមិនត្រូវបានប្រន្ទាទោសជាមួយគ្នានេះដែរគឺកង្វះការអប់រំអំពីសិទ្ធិផ្លូវភេទកង្វះការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹងខណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាពមិនត្រូវបានអនុវត្តឲ្យបានតឹងតែងទន្ទឹមនឹងនេះភាពក្រីក្រធ្វើឲ្យស្ត្រីនិងក្មេងស្រីប្រឈមនឹងហានិភ័យខ្ពស់ពីការបៀតបៀនបន្ថែមពីនេះកង្វះប្រព័ន្ធគាំទ្រដល់ជនរងគ្រោះទាំងសេវាផ្នែកច្បាប់សេវាសុខភាពនិងវប្បធម៌ស្ដីបន្ទោសជនរងគ្រោះក៏ជាដើមហេតុដែលនាំឲ្យមានអំពើរំលោភបំពានបន្តកើតមានដែរនេះជាបញ្ហាស្មុគស្មាញដែលនាំឲ្យកើតមានការរំលោភបំពានដែលអ្នកស្រីម៉ៅម៉ាប់បានលើកឡើងទោះបីមានកត្តាជាច្រើនដោយដែលបានលើកឡើងក្តីអ្នកជំនាញសិទ្ធិមនុស្សរូបនេះមិនយល់ស្របនឹងការលើកឡើងថាការស្លៀកពាក់សិចស៊ីជាមូលហេតុមួយដែលនាំឲ្យមានការកើនឡើងនៃអំពើរំលោភសេពសន្តិវៈនោះទេតាមបទពិសោធន៍ការងារកន្លងមកនិងតាមការតាំងពិព័រណ៍សម្លៀកបំពាក់របស់ជនរងគ្រោះអង្គការ Dislike Cambodia បង្ហាញថាជនរងគ្រោះមិនសុទ្ធតែស្លៀកពាក់សិចស៊ីទេក្នុងនោះរួមទាំងកុមារផងដែរអ្នកជំនាញសិទ្ធិមនុស្សលើកឡើងបែបនេះហើយសង្កត់ធ្ងន់ថានៅតែមានការយល់ច្រឡំជុំវិញការរំលោភសេពសន្តិវៈជាពិសេសមូលហេតុរបស់វានៅតែត្រូវបានយល់ច្រឡំនឹងវប្បធម៌ស្ដីបន្ទោសជនរងគ្រោះដែលនៅតែបន្តបន្ទោសស្ត្រីនិងអំពីរបៀបដែលស្ត្រីគួរស្លៀកពាក់ជាជាងដោះស្រាយបញ្ហាពិតប្រាកដអ្នកស្រីម៉ៅម៉ាប់ព្យាយាមពន្យល់យ៉ាងលម្អិតថាបើមានករណីបុគ្គលឬស្ត្រីណាមានឥរិយាបថមិនសមស្របគួរតែត្រូវបានចង្អុលបង្ហាញឬណែនាំដោយផ្ទាល់ប៉ុន្តែមិនឲ្យនាងទទួលខុសត្រូវចំពោះទង្វើឧក្រិដ្ឋរបស់បុគ្គលណាម្នាក់ដោយគ្រាន់តែនាងស្លៀកពាក់សិចស៊ីឬឥរិយាបថមិនសមរម្យនោះទេអ្នកស្រីសង្កត់ធ្ងន់បែបនេះកង្វះការការពារសុវត្ថិភាពកង្វះប្រព័ន្ធគាំពារនិងការអនុវត្តច្បាប់មិនបានតឹងរឹងទៅវិញទេទើបជាបញ្ហាពិតប្រាកដដែលត្រូវដោះស្រាយជាបន្ទាន់សូមអរគុណ